បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានប្រធានបទមួយដែលតាក់ទងជាមួយនឹងព្រះពុទ្ធសាសនាអញ្ចឹងតាក់ទងជាមួយនឹងការឲ្យអញ្ចឹងការឲ្យនេះគឺមានបងប្អូនខ្លះដែលគាត់មានការសង្ស័យឬមួយក៏មានមន្ទិលក្នុងចិត្តដែលគាត់បានកំពុងតែធ្វើដំណើរឬមួយក៏គាត់កំពុងតែធ្វើកិច្ចការអីមួយទៅស្រាប់តែឃើញលោកមកបិណ្ឌបាតពេលខ្លះគាត់ពេញចិត្តក្នុងការប្រកេនហើយពេលខ្លះទៀតគឺគាត់មិនពេញចិត្តក្នុងការប្រកេនអញ្ចឹងសំណួរចង់សួរថាតើនៅពេលដែលការឲ្យដោយមិនពេញចិត្តតើបានបុណ្យឬមួយក៏អត់អញ្ចឹងមានការសង្ស័យលើការឲ្យរបស់ខ្លួនឯងអញ្ចឹងកន្លែងនេះគឺចង់បញ្ជាក់បងប្អូនថាបើសិនជាបងប្អូនសួរថាតើគួរឲ្យទានឬមួយក៏ឲ្យរបស់របរប្រើប្រាស់ទៅកាន់បុគ្គលណាអញ្ចឹងគឺចម្លើយយើងអាចឆ្លើយថាយើងឲ្យទៅកាន់បុគ្គលណាក៏បានន័យថាបងប្អូនពេញចិត្តឲ្យទៅកាន់អ្នកណាបងប្អូនឲ្យទៅកាន់អ្នកហ្នឹងទៅចង់ឲ្យទៅកាន់បងប្អូនក៏បានឲ្យទៅកាន់ញាតិមិត្តក៏បានឲ្យទៅកាន់មិត្តភ័ក្តិក៏បានឲ្យទៅកាន់អ្នកដតីណាមួយដែលបងប្អូនអត់ស្គាល់ក៏បានឲ្យតែបងប្អូនចង់ឲ្យប៉ុន្តែបើសិនជាបងប្អូនសួរថាតើឲ្យទៀតទៅកាន់បុគ្គលណាដែលបានផលច្រើនអញ្ចឹងជាចម្លើយផ្សេងមួយទៀតដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាឲ្យទៅកាន់បុគ្គលអ្នកមានសិលឬមួយក៏ឲ្យទៅកាន់បុគ្គលដែលតួនៃបុគ្គលល្អបើន័យថាលោកល្អដោយកាយល្អដោយវាចាឬមួយក៏ល្អដោយចិត្តអញ្ចឹងកន្លែងនេះគឺចង់បញ្ជាក់ថាបើសិនជាយើងប្រៀបធៀបនៃការឲ្យទាំងពីរបានន័យថាឧទាហរណ៍ថាបើសិនជាបងប្អូនឲ្យទៅកាន់បុគ្គលដែលបងប្អូនអត់ចង់ឲ្យអញ្ចឹងបងប្អូនអាចនឹងមានការស្ដាយសំណោះរបស់បងប្អូនវិញអញ្ចឹងកន្លែងហ្នឹងគឺចង់បញ្ជាក់ថានៅពេលដែលបងប្អូនអត់ពេញចិត្តក្នុងការឲ្យហើយកុសលនៃការឲ្យហ្នឹងក៏វាអត់បបោបានន័យថាវាអត់ពេញលេញបងប្អូនអត់ពេញចិត្តផងស្រាប់តែឲ្យដែរបានន័យថាកុសលហ្នឹងបន្តិចបន្តួចឬមួយក៏ស្រួចស្ដាងអីចឹងទៅប៉ុន្តែកន្លែងថាឲ្យទានទៅកាន់បុគ្គលអ្នកមានសិលឬមួយក៏ឲ្យទានទៅកាន់បុគ្គលល្អក្នុងពុទ្ធសាសនាកន្លែងនេះគឺចង់បញ្ជាក់ថានៅពេលដែលបងប្អូនឲ្យហើយបងប្អូនអត់បានស្ដាយស្រណោះនៅទានដែលបងប្អូនបានប្រកេនឬមួយក៏បានឲ្យទៅកាន់បុគ្គលអ្នកមានសិលឬមួយបុគ្គលដែលបងប្អូនគិតថាល្អនោះទេពីព្រោះថានៅពេលដែលបងប្អូនឲ្យទៅកាន់បុគ្គលអ្នកមានសិលឬមួយក៏តួអង្គមនុស្សល្អគឺបងប្អូនអាចនឹងឃើញនៅទង្វើល្អណាមួយដែលលោកឬមួយក៏បុគ្គលណាម្នាក់ដែលធ្វើសេចក្តីល្អហ្នឹងគាត់យកទៅធ្វើសេចក្តីល្អបន្ថែមធ្វើឲ្យការជ្រះថ្លាក្នុងចិត្តរបស់បងប្អូនហ្នឹងកាន់តែរីករាយសប្បាយចិត្តតទៅមុខទៀតជាងកន្លែងហ្នឹងគឺបងប្អូនយល់ហើយបាទខ្ញុំនិយាយប៉ុណ្ណេះបងប្អូនអាចនឹងយល់ថានៅពេលដែលបងប្អូនចង់ឲ្យបុគ្គលណាបងប្អូនឲ្យទៅមិនចាំបាច់ចង់ថាគួរតែឲ្យទៅបុគ្គលនេះឬមួយទៅបុគ្គលនោះទេអញ្ចឹងបងប្អូនអាចជ្រើសរើសដោយខ្លួនឯងហើយក៏អត់មានសម្ពាធក្នុងការឲ្យបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនា